សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណាក់ខ្មៅថ្ងៃនេះខ្ញុំលើករឿងដ៏គួរឲ្យភ័យតក់ស្លុតមួយជូនអ្នកទាំងអស់គ្នារឿងវាមិនមែនមនុស្សយប់នេះផ្ទៃមេឃខ្មៅងងឹតសំឡេងរន្ទះបាញ់គ្រហឹមខ្ទរខ្ទាក្រំក្រែងជាបន្តបន្ទាប់ហាក់ដូចជាចង់បំបែកដំបូលផ្ទះឈើចាស់របស់ខ្ញុំឲ្យខ្ទេចជាពីរភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងរហូតមើលមិនឃើញបរិយាកាសនៅខាងក្រៅឡើយខ្ញុំអង្គុយម្នាក់ឯងនៅកន្លែងទទួលភ្ញៀវក្បែរចង្កៀងប្រេងកាតមួយដែលមានពន្លឺពណ៌លឿងតូចព្រោះភ្លើងអគ្គិសនីបានដាច់បាត់ទៅហើយស្រាប់តែឮសំឡេងខ្ញុំបានឮសំឡេងគោះទ្វារមួយតែធ្ងន់ខ្ញុំភ្ញាក់ក្រញាំព្រោះយប់ភ្លៀងធ្លាក់ខ្លាំងបែបនេះតើមានអ្នកណាមករកអីដូចជាចម្លែកដល់ហើយផ្ទះរបស់ខ្ញុំនៅឆ្ងាយដាច់ពីគេឯងហើយផ្លូវចូលក៏ពិបាកដែរតើយប់ដែលមានព្យុះភ្លៀងបែបនេះមិនក៏ខ្ញុំចាប់ផ្ដើមភ័យព្រឺសម្បុរអ្នកណាគេនឹងខ្ញុំសួរដោយសំឡេងញ័រប៉ុន្តែមិនមានការឆ្លើយតបមកវិញទេសំឡេងគោះទ្វារនៅតែបន្តដូចមុនទៀតខ្ញុំដកដង្ហើមធំហើយដើរទៅទ្វារឈើដែលចាស់កំពុងតែញ័រតាមកម្លាំងខ្យល់ពេលខ្ញុំបើកទ្វាររហឹមខ្យល់ត្រជាក់ស្រិបបានបក់ចូលមកប៉ះចំមុខខ្ញុំដោយនាំមកនូវក្លិនម្យ៉ាងដែលខ្ញុំមិនអាចកំណត់បានវាដូចជាក្លិនដីសើមលេឡំនឹងក្លិនអ្វីម្យ៉ាងដែលផ្អូមអ៊ូអាប់នៅពីមុខខ្ញុំគឺជាបុរសម្នាក់គាត់មានកម្ពស់ខ្ពស់ខុសពីមនុស្សធម្មតាក្បាលគាត់ស្ទើរតែប៉ះនឹងធ្នឹមទ្វារគាត់ស្លៀកអាវធំពណ៌ខ្មៅវែងអស់ដីដែលទទឹកភ្លៀងជោកគាត់ពាក់មួកប៉ារ៉េធំបិទបាំងផ្ទៃមុខរបស់គាត់ស្ទើរចិត្តអស់រលីងសល់តែចង្កាស្រួចនិងបបោមាត់ពណ៌ស្វាយស្លេកស្លាំងសំទោសសំឡេងគាត់ដែលបន្លឺឡើងវាជាសំឡេងដែលស្អកខ្លាំងឡានខ្ញុំខូចទៅមុខបិណ្ឌរួចខ្ញុំសុំចូលជ្រកភ្លៀងបន្តិចបានទេពាក្យសម្ដីរបស់គាត់ដាច់ពីគ្នាហាក់ដូចជាគាត់មិនសូវទម្លាប់នឹងការនិយាយស្ដីឬកំពុងព្យាយាមនឹកពាក្យនិយាយដោយក្តីអាណិតមេត្តាខ្ញុំមិនចង់ឲ្យនរណាម្នាក់រងាក្នុងលំហទឹកភ្លៀងខ្ញុំបានបើកទ្វារឲ្យធំអញ្ជើញគាត់ចូលមកបាទសូមអញ្ជើញចូលមកលោកអង្គុយនៅទីនេះសិនទៅខ្ញុំយកកន្សែងជូតខ្លួនឲ្យគាត់ដើរចូលមកអង្គុយក្នុងផ្ទះដោយជំហានធ្ងន់អ្វីដែលធ្វើឲ្យព្រឺសម្បុរឆ្អឹងខ្នងជាលើកដំបូងនោះគឺសំឡេងជំហានរបស់គាត់ទោះបីគាត់ពាក់ស្បែកជើងធ្ងន់ក៏សំឡេងដែលប៉ះទង្គិចនឹងក្តារគឺមិនមែនជាសំឡេងតុកធម្មតាទេតែជាសំឡេងដូចសាច់ស្រស់ត្រូវបានបោកទៅលើក្តារឬសូរផ្លឹបគាត់អង្គុយត្រង់ខ្លួនភ្លឹងលើសាឡុងឈើដៃទាំងពីរដាក់លើភ្លៅដូចជារឹងកំព្រឹស
Quạt mình nghĩa mưa chvây mưa stam. Cứ ông khôi xâm lăng từ mục trong lần. Hạ đôi chia tóc ta. Ta kê dọc mộc đã bánh cho tục. Khuyông bàn tới chông cà phê cái đau mùi kèo. Về nút. Khuyông miên à rõm thà. Miên phần ấy mùi cú công pông xâm lăng bọc bực nhung chiên ích. Khuyông chỉ dơm khúc krong à rõm khuôn ảnh. Bọn tài. Vì mình ai bông bắt à rõm trong lại. Tài công pông rung bọt tiết ní bàn lời. Khuyông căn kèo cà phê đã chênh một mình. Bố rõ nụ. Ngơ tay ông quay con lại đỏ đèl. Ê ri ya bọt đỏ đèl. Mình cầm rạc xung bay tay bọn thịt. Xôm anh chơi pizza cà phê rất lúc. Khuyông đã cao cà phê. Tóc nơi một quạt. Bồn lư phường. Đại rê rôm tam khol bọ. Khuyông sang kết khơi rương ra đô rôn thốt mùi. Quạt khmiên sro màu tì. Bê bồn lư chết trong khuôn quạt. Sro màu lại cô tay miên ở lời chinh chiêng krao khổng. Bài chê mơ mình khơi. Ở vậy đã căn tay rôn thốt chiêng này tư tiết nụ. Tổ bây chê quạt tốt tức liêng chô có đòi. Có khmiên tức xung bay tay mùi đồng nọ. Sro rơ cái đạp tiết nhông lời. Tôi từ vinh. Xâm lị bông bịa đã bỏ quạt. Chắp đàm mình chênh khăn chạp căn tay khăn. Khăn đạp hê chênh bì khuôn quạt. Chuyện đôi chiếc khăn xạ sọc. Đài ngọp nông lưu tức chi tràn ngày. Ồ cùn. Quạt ní dây dứt dứt. Bê ní. Quạt lúc đài chênh bì áo thông. Lơ cao cà phê. Phần này gặp ọc nhông bác thông thông. Đòi cà phê khai. Mà riêng đáy rồi bỏ quạt. Mình men chiêm riêng đáy mà nụ thòm đá tê. Vì rùi cơ nhân. Sbách bố pro phê. Đôi cơ đá chá chá. Hỏi cơ cho đáy rồi bỏ quạt. Về một rùi. Miên bố khmau sro áp. Bọn tay ở vây đáy stơ ai nhông lịch nôm nụ cư. Sân lạ đáy rồi bỏ quạt. Về quạt lúc đáy một dọc cao cà phê. Đáy rồi bỏ quạt. Mình bọt tam sân lạ cánh đáy tê. Bọn tài. Đôi chìa bố. Đại bọt bàn. Bàn cụp từ tì. Cao cà phê cái đau. Đáy công pông tay hơi xanh. Quạt lừa cao. Tự đã các bài muột. Quạt mình bán krep phạc tê. Bọn tài. Khuyông lư xâm lên. Giang vẹn. Đôi chê công pông bớt dốc trong hai tấc. Nâng công đau chênh bì cao cà phê nụ. Mùi pro bích phê. Cao cà phê đại cái đau. Miên xanh hôi hôi. Pra tư tia cho chịu srep. Hai bò cà phê. Slay khâu bì thô mà đà. Cà phê. Chẳng anh nà. Quạt này dây. Tiếng mình gặp mục. Srap ta bên nụ. Phong. Miên rôn tiếp anh. Giang khlang mùi. Bùn lư rôn tiếp. Bán chết bùn lư bình tiết nhầm. Khăn trong nàng plát. Không khơi mốc quạt. Mình bên chếp tay mục mình nụ tì. Vì chếp tay riêng sma. Đài khamiên chùa mô. Khamiên phần này chếp bà lùa. Miên tay rôn khmai ngô ngất bì. Đài công pông xâm lăng mọc trong khnyum. Khnyum chạp đàm đào thoi krao dứt dứt. Rồi hốt bà nâng chinh chieng. Khnyum chất khnyum srai thà. Vì mình bên chê mình nụ tê. Vì krôn tay chê sbách mình nụ. Một bịa bì lơ bần nụ. Khnyum châu thơ mừng. Đọ đằng hàm đằng họ stơ mình đào khnia. Trong này bỏ ra mình đã nụ. Nơi tay ông côi nghiêm. Hơi khăn sôi chạp. Dạ sắp. Căn ta phê chênh bì khuôn quạt. Căn ta khlang lang. Rồi hốt đọc nhôm trong cụt. Lúc anh trên nợ na. Khung xu đôi xâm linh. Nhô nhô stơ stắp bên bàn.
ភ្ញៀវចម្លែកនោះមិនឆ្លើយភ្លាមទេគេដាក់កែវកាហ្វេចុះលើតុវិញស្រាប់តែសំឡេងសើចតិចពីក្នុងបំពង់ករបស់គេវាមិនមែនជាសំឡេងសើចមនុស្សធម្មតាទេខ្ញុំគឺអ្នកចិត្តខាងគេនិយាយមួយយឺតហើយក្បាលរបស់គេចាប់ផ្ដើមផ្អៀងទៅម្ខាងក្បាលផ្អៀងទៅខាងឆ្វេងកាន់តែខ្លាំងរហូតដល់ត្រចៀកប៉ះនឹងស្មាហើយឮសំឡេងឆ្អឹងបាក់ក្រឹកបន្លឺឡើងយ៉ាងច្បាស់ខ្ញុំយកដៃបិទភ្នែកទាំងភ័យខ្លាចប៉ុន្តែដោយការចង់ដឹងខ្ញុំបានបង្ហើបម្រាមដៃរឹមមើលទៅវិញអ្វីដែលខ្ញុំមើលឃើញគឺសឹងតែគៀងបេះដូងស្បែកករបស់គេចាប់ផ្ដើមដាច់រហែកចេញពីគ្នាហើយមានទឹករងៃរាវពណ៌ខ្មៅអន្ថលហូរស្រក់ចុះមកលើអាវអ្នកខ្លាចខ្ញុំឬគេសួរពេលនោះមួកដែលពាក់នឹងក្បាលបានធ្លាក់ចុះដល់ក្តារពន្លឺជង្គង់ទន់ខ្សោយបានបង្ហាញឲ្យឃើញផ្ទៃមុខគេវាមិនមែនជាមុខមនុស្សឡើយវាជាសាច់ពកប៉ោងគ្មានរោមចិញ្ចើមគ្មានរោមភ្នែករបស់វាធំខ្មៅងងឹតគ្មានប្រស័យពណ៌សតតែសោះវាដូចជាគ្រាប់បាល់ជ័រពណ៌ខ្មៅពីរគ្រាប់ដែលគេញាត់ចូលក្នុងរន្ធភ្នែកអញ្ចឹងស្បែកមុខរបស់វាដូចជាស្បែកនរណាម្នាក់ដែលមកបិទបាំងលើផ្ទៃមុខដ៏អាក្រក់ចេញពីផ្ទះខ្ញុំទៅខ្ញុំស្រែកដេញទាំងហូរទឹកភ្នែកវាចាប់ផ្ដើមក្រោកឈរប៉ុន្តែការក្រោកឈររបស់វាជារឿងដែលស្មានមិនដល់ខ្ញុំមិនដែលឃើញទេនៅក្នុងជីវិតនេះវាដូចជាអាយ៉ងដែលបញ្ជាដោយខ្សែមើលមិនឃើញទាញបង្ខំវាឲ្យឈរត្រង់ឡើងដៃដែលវែងសុំយងចុះក្រោមធ្លាក់ដល់ក្តារភ្លាមនោះជញ្ជាំងផ្ទះរបស់ខ្ញុំចាប់ផ្ដើមញ័រសំឡេងក្រឹកក្រាក់បន្លឺឡើងពេញផ្ទះដែលកើតចេញពីចលនារបស់វាកុំចូលមកខ្ញុំស្រែកទាំងដង្ហក់ដៃខ្ញុំរាវរកអ្វីម្យ៉ាងមកការពារខ្លួនតែដៃជើងរបស់ខ្ញុំក៏ស្រាប់តែទន់ល្វើយដូចសរសៃអំបោះរោមពេជ្រនោះវាក៏ចាប់ផ្ដើមធ្វើចលនាស្មាទាំងពីររបស់វាស្រាប់តែបាត់ទៅក្រោយយ៉ាងខ្លាំងរហូតដល់ឆ្អឹងដងកំបិតលេចចេញមកខាងក្រៅស្បែកបន្ទាប់មកក្បាលរបស់វាចាប់ផ្ដើមបង្វិលវាមិនមែនងាកឆ្វេងងាកស្ដាំធម្មតាទេប៉ុន្តែក្បាលរបស់វាអាចបង្វិលជុំវិញកហើយផ្ទៃមុខដ៏អាក្រក់របស់វាសម្លឹងចំរូបខ្ញុំមាត់របស់វាចាប់ផ្ដើមរហែកចេញវាមិនមែនរហែកត្រឹមបបូរមាត់ទេប៉ុន្តែស្បែកមុខរបស់វាទាំងមូលបានដាច់ហែកចេញពីគ្នារហូតដល់ឃើញជួរធ្មេញទាំងអស់ទឹករងៃពណ៌ខ្មៅអន្ថលដែលមានក្លិនឆ្អាបបានហូរចេញពីមាត់របស់វាស្រក់ចុះមកក្រោមឃ្លានណាស់សំឡេងនោះប្រែទៅជាសំឡេងដូចបិសាចជើងរបស់វា
ដែលវែងនោះចាប់ផ្ដើមពុតពេនជំហានរបស់វាប្លែកខ្លាំងណាស់វាមិនដើរដោយបាត់ជើងទេប៉ុន្តែវាប្រើចុងម្រាមជើងស្រួចដើរលើបន្ទះក្តារផ្ទះរបស់ខ្ញុំគ្រប់ជំហានដែលវាដើរគឺវាបាត់ក្បាលជង្គង់ទៅទិសផ្ទុយពីមនុស្សធម្មតាវាចាប់ផ្ដើមវាឡើងតាមជញ្ជាំងទៅលើពីដានក្បាលដែលបាត់មកក្រោយនោះនៅសម្លឹងមកខ្ញុំមិនដាក់ភ្នែកក្នុងពន្លឺភ្លើងដែលជិតរលត់សំលៀកបំពាក់ដ៏ធំរបស់វាធ្លាក់ចុះមកដល់ដីបង្ហាញឲ្យឃើញរូបរាងកាយពិតរបស់វានៅខាងក្នុងវាជាសាច់ពណ៌សស្លេកដែលគ្មានស្បែកស្រោបច្បាស់លាស់វាដូចជាសត្វល្អិតយក្សដែលកំពុងតែរត់លាស់ចេញពីសាកសពមនុស្សទេខ្ញុំស្រែកយ៉ាងខ្លាំងហើយក៏រត់ទៅក្រោយប៉ុន្តែស្រាប់តែមានអ្វីម្យ៉ាងត្រជាក់ស្រិបហើយអន្ថលធ្លាក់ចំស្មាខ្ញុំវាគឺជាទឹកមាត់ពណ៌ខ្មៅរបស់វាខ្ញុំងើបមុខឡើងយឺតវាព្យួរខ្លួនចំពីលើក្បាលខ្ញុំតែម្ដងវាហៅមាត់ធំរងចាំត្របាក់រូបកាយសម្បកស្អាតណាស់វាបញ្ចេញសំឡេងពីក្នុងបំពង់កដែលដាច់រហែករំពេចនោះវាបានទម្លាក់ខ្លួនចុះលើក្តារផ្ទះយ៉ាងធ្ងន់លឺសុផ្លាប់ដូចជាដុំសាច់ស្រស់ខ្ញុំដឹងភ្លាមថាបើខ្ញុំមិនរត់ទេយប់នេះខ្ញុំនឹងលែងមានជីវិតជារៀងរហូតខ្ញុំស្ទុះរត់ចេញទៅតាមទ្វារក្រោយចូលទៅក្នុងព្រៃក្រោយផ្ទះវាងងឹតស្លុបក្រោមដំណក់ទឹកភ្លៀងផ្គរលាន់ក្រឹងខ្ញុំរត់ទាំងមិនហ៊ានងាកក្រោយវារត់ដេញតាមខ្ញុំពីក្រោយជាប់ជានិច្ចវាដេញតាមខ្ញុំដោយដៃជើងដាក់ដល់ដីដូចជាសត្វជើង4វារត់លឿនស្លេវហួសពីការស្មានខ្ញុំរត់រហូតដល់ផ្លូវបំបែកមាត់ទន្លេខ្ញុំអស់កម្លាំងរលីងតាក់ជើងដួលលើភក់ខ្ញុំងាកក្រោយមើលទៅវាបានបាត់ខ្លួនទៅហើយនៅសល់តែភាពងងឹតសំឡេងទឹកភ្លៀងផ្គរលាន់រន្ទះបាញ់បេះដូងខ្ញុំលូតញាប់ស្ទើរតែធ្លាយចេញទៅក្រៅតែវាទៅទីណាហើយខ្ញុំចំណាយពេលពេញមួយយប់ជ្រកក្រោមដើមឈើធំមួយរហូតដល់ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងខ្ញុំដើរត្រឡប់ទៅផ្ទះវិញដោយក្តីបារម្ភជាខ្លាំងនិងសង្ឃឹមថាអ្វីគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះផ្ទះរបស់ខ្ញុំស្ងប់ស្ងាត់ទ្វារផ្ទះនៅបើកចំហខ្ញុំដើរចូលទៅខាងក្នុងយឺតនៅលើតុគ្មានកែវកាហ្វេគ្មានស្នាមភក់គ្មានសម្លៀកបំពាក់ពណ៌ខ្មៅហើយក៏គ្មានក្លិនឆ្អាបសាកសពដែរអ្វីគ្រប់យ៉ាងគឺស្អាតបាតហាក់ដូចជាគ្មាននឹងអ្វីកើតឡើងសោះតើខ្ញុំយល់សុបិនមែនទេខ្ញុំដកដង្ហើមធំដោយក្តីធូរស្រាលខ្ញុំដើរទៅបន្ទប់ទឹកដើម្បីលាងសម្អាតភក់ចេញពីខ្លួនពេលដែលខ្ញុំងើបមើលកញ្ចក់បេះដូងខ្ញុំស្ទើរឈប់ដើរមួយរំពេចខ្ញុំឈរត្រង់ធម្មតាប៉ុន្តែក្នុងកញ្ចក់វាមិនបានធ្វើចលនាតាមខ្ញុំឡើយពេលដែលខ្ញុំឈរស្ងៀមរូបខ្ញុំក្នុងកញ្ចក់បែរទៅជាញញឹមវាគឺជាស្នាមញញឹមដែលហែកដល់ស្លឹកត្រចៀកជាស្នាមញញឹមរបស់វាខ្ញុំក៏លេចទៅមើលដៃខ្លួនឯងស្បែកពណ៌ផ្កាឈូកធម្មតារបស់ខ្ញុំ
ចាប់ផ្ដើមប្រែទៅជាពណ៌ប្រផេះស្លេកខ្ញុំមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងតែនៅក្នុងសាច់របស់ខ្ញុំវារត់បាត់បែនវាដកដង្ហើមវាជ្រកកោននៅក្នុងខ្លួនខ្ញុំពេលនេះខ្ញុំយល់ហើយវាមិនមែនចង់សម្លាប់ខ្ញុំទេវាចង់បានសម្បកថ្មីដើម្បីរស់នៅបន្តក្នុងចំណោមមនុស្សលោកប៉ុណ្ណោះឥឡូវនេះខ្ញុំកំពុងសរសេររឿងនេះប្រាប់ទៅអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាដើរតាមផ្លូវហើយឃើញខ្ញុំធ្វើចលនាប្លែកៗឬឃើញក្បាលរបស់ខ្ញុំលំអៀងខុសធម្មតាសូមកុំហៅខ្ញុំឲ្យសោះសូមអរគុណដល់អ្នកស្ដាប់ទាំងអស់ដែលបានតាមដានរឿងនេះពីដើមដល់ចប់នៅក្នុង Channel ដំណាក់ខ្មៅរបស់ខ្ញុំសូមមេត្តាជួយចុច Subscribe Like Channel ដំណាក់ខ្មៅម្នាក់មួយផងដើម្បីជាកម្លាំងចិត្តបន្តទៅទៀតជួបគ្នានៅវីដេអូលើកក្រោយជម្រាបលា